ជំរាបសួរលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីលំដាប់តទៅនេះខ្ញុំបាទវិសុទ្ធិពងនិងអ្នកស្រីសឹងសុផារីសូមជូនព័ត៌មានរបស់វិទ្យុជាតិកម្ពុជាជាដំបូងសូមជូនមេតិការព័ត៌មានសំខាន់ទោះបីចំនួនទឹកភ្លៀងបញ្ចប់ទៅតែការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនៅតែបន្តប្រទេសជប៉ុនផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ទាបប្រហែល$473 លានដល់ប្រទេសឥណ្ឌូនេស៊ីដើម្បីទប់ស្កាត់វិបត្តិ COVID-19 តទៅនេះសូមជូនព័ត៌មានពិស្ដាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាទោះបីចំនួនទឹកភ្លៀងបានបញ្ចប់ទៅតែការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រក្នុងកម្រិតក្រ1ក្រ2នៅដដែលទៅតាមចំនួនទឹកប្រាក់របស់សប្បុរសជនដើម្បីជួយស្ដារជីវភាពរបស់ពួកគាត់ឲ្យកាន់តែល្អឡើងវិញនៅក្នុងឱកាសអញ្ជើញចោះជួបសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋចំនួន 10000 គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី21ខែតុលាឆ្នាំ2020នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថានៅរដូវទឹកជំនន់នេះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់មិនថាអ្នកមានជីវភាពធូរធារនិងអ្នកក្រគឺទទួលបានអំណោយសប្បុរសធម៌គ្រប់គ្នាដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពសម្ដេចបញ្ជាក់ថានៅពេលក្រោយពីទឹកជំនន់ស្រកទៅវិញអាជ្ញាធរមូលដ្ឋានត្រូវចុះស្រង់ស្ថិតិពីកម្រិតជីវភាពប្រជាពលរដ្ឋដែលនៅក្នុងនោះក្រកម្រិត1និងក្រកម្រិត2ឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភពីសប្បុរសជនក៏ដូចជារាជរដ្ឋាភិបាលបន្តទៀតហើយក៏ត្រូវវាយតម្លៃបន្ថែមក្នុងចំណោមអ្នកដែលលិចលង់មានអ្នកដែលធូរធារនិងមានអ្នកដែលក្រីក្រឥឡូវទាំងអ្នកធូរធារទាំងអ្នកក្រីក្រគឺមកទទួលតែទាំងអស់គ្នាអញ្ចឹងឲ្យតែលេខគឺមកទាំងអស់គ្នាប៉ុន្តែដល់ទឹកសម្រក់ទៅគឺនឹងត្រូវធ្វើការវាយតម្លៃព្រោះមានយើងកំពុងតែអនុវត្តនៅវិធានការផ្ដល់សាច់ប្រាក់ឲ្យអ្នកក្រគេហៅថាក្រ1ក្រ2អញ្ចឹងបើសិនជាមានក្នុងចំណោមអ្នកក្រ1ក្រ2នេះគឺការបន្តជំនួយក្នុងរយៈពេល1តទៅទៀតទៅតាមចំនួនទឹកប្រាក់របស់សប្បុរសជនយើងត្រូវផ្ដល់សម្រាប់ឲ្យប្រជាពលរដ្ឋរបស់យើងដើម្បីគាត់មានលទ្ធភាពស្ដារជីវភាពឡើងវិញយោងតាមអនុក្រឹត្យរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូបញ្ជាក់ថាគ្រួសារក្រីក្រនិងគ្រួសារងាយរងគ្រោះត្រូវទទួលបានលក្ខខណ្ឌសាច់ប្រាក់ឧបត្ថម្ភដូចជាក្រកម្រិត1និងក្រកម្រិត2ត្រូវបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះរបស់ខ្លួននៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅសាលាឃុំឬសង្កាត់ចំនួនទឹកប្រាក់ដែលត្រូវផ្ដល់ជូនក្នុងមួយខែមានពី 16000 រៀលទៅ 120,000 រៀលនៅក្នុងឱកាសនោះដែរសម្ដេចក៏ជឿជាក់ថាកម្ពុជានឹងជំនះបានឧបសគ្គទាំងជំងឺ COVID-19 និងគ្រោះទឹកជំនន់ហើយនឹងស្ដារឡើងវិញបានល្អប្រសើរខណៈដែលប្រជាពលរដ្ឋបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធទាំងអស់សម្ដេចបញ្ជាក់ថាចំពោះបញ្ហាជំងឺ COVID-19 នៅប្រទេសកម្ពុជាមិនមែនជាការឆ្លងក្នុងសហគមន៍នោះឡើយចំណែកបញ្ហាទឹកជំនន់វិញកម្ពុជានឹងអាចយកឈ្នះបានដូចគ្នាព្រោះយើងមានការជួយអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសពីអាជ្ញាធរមានសមត្ថកិច្ចនិងសប្បុរសជននានាដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលទាំងកម្លាំងកាយនិងថវិកាជាមួយគ្នានេះសម្ដេចតេជោក៏សង្ឃឹមយ៉ាងមុតមាំថាកម្ពុជានឹងទទួលបានជោគជ័យផងដែរក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីទឹកជំនន់និងជំងឺ COVID-19 បានបញ្ចប់ចឹងខ្ញុំជឿថាយើងបន្តធ្វើបានដែលមកដល់ពេលនេះយើងមិនទាន់មានមនុស្សស្លាប់ដោយសារជំងឺ Covid នេះទេទាំងជនជាតិខ្មែរទាំងបរទេសទី2យើងនឹងជំនះបាននៅការលំបាកដែលបណ្ដាលមកពីគ្រោះទឹកជំនន់ទឹកភ្លៀងទាំងនៅប្រទេសមានជ័យនិយាយដោយឡែកនិងនៅក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួមហើយទី3យើងនឹងទទួលជោគជ័យនៅក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីទឹកជំនន់និងបន្ទាប់ពី COVID យើងនៅមានសមត្ថភាពធ្វើដោយការទទួលខុសត្រូវតល់របស់ជនជាតិយើងខ្លួនឯងទាំងប្រជាពលរដ្ឋទាំងរាជរដ្ឋាភិបាលអាជ្ញាធរគ្រប់កម្រិតកាសនិងកម្លាំងប្រអាវុធគ្រប់ប្រភេទហើយដៃគូមិត្តភ័ក្តិនានាដៃគូអភិវឌ្ឍដែលរួមមានប្រទេសនេះប្រទេសនោះស្ថាប័ននេះស្ថាប័ននោះជួយយើងក៏ស្វាគមន៍អបអរសាទរក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានបណ្ដុះបណ្ដាលមន្ត្រីជនបង្គោលចំនួនជាង60នាក់មកពីខេត្តចំនួន3រួមមានខេត្តក្រចេះខេត្តត្បូងឃ្មុំនិងខេត្តស្ទឹងត្រែងដើម្បីបង្កើនសមត្ថភាពជំនាញក្នុងការចុះធ្វើអត្តសញ្ញាណកម្មជនមានពិការភាពតាមគំរូសង្គម
ថ្លែងនៅក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្តស្ដីពីការកំណត់អត្តសញ្ញាណកម្មជនមានពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាននៅសាលាខេត្តស្ទឹងត្រែងអាយុដំសួងមេងឡុងរដ្ឋលេខាធិការក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានមានប្រសាសន៍ថាការធ្វើអត្តសញ្ញាណកម្មជនមានពិការភាពតាមគំរូសង្គមនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនពិការភាពក្នុងគ្រួសារក្រីក្រគ្មានទីពឹងឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បន្តថាដើម្បីឲ្យឆ្លើយតបទៅនឹងកិច្ចការងារនេះមន្ត្រីជនបង្គោលទាំងអស់ត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់និងយកចំណេះដឹងទៅអនុវត្តឲ្យមានប្រសិទ្ធភាពតាមការចង់បានរបស់ក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដែលត្រូវឲ្យធ្វើសម្រង់ជនពិការនៅផ្នែកពិការពិបាកស្ដាប់ពិបាកមើលនិងពិបាកនិយាយលោកដួងពៅអភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ទទួលស្គាល់ថាបងប្អូនជនពិការប្រភេទនេះពិតជាងាយរងគ្រោះបំផុតព្រោះពួកគាត់មើលមិនឃើញស្ដាប់មិនឮនិយាយមិនកើតលោកបន្តថាដូចនេះជនបង្គោលទាំងជាង60នាក់ត្រូវយកចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលនេះទៅបង្ហាត់បង្រៀនបន្តដល់អ្នកពាក់ព័ន្ធឲ្យមានប្រសិទ្ធភាពលោកចៅមានអានអនុប្រធានមន្ទីរសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តក្រចេះបានសន្យាថានឹងយកចំណេះដឹងទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះទៅបង្ហាត់បង្រៀនដល់មេឃុំចៅសង្កាត់បន្ថែមលោកបានបន្តទៀតថាចំណេះដឹងនេះអាជ្ញាធរឃុំសង្កាត់នឹងយកទៅអនុវត្តជាក់ស្ដែងនៅតាមមូលដ្ឋានដើម្បីធ្វើសម្រង់កំណត់អត្តសញ្ញាណកម្មពិការភាពដូចជាការធ្វើសម្ភាសន៍និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធឲ្យបានត្រឹមត្រូវជាផ្លូវការសូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្តស្ដីពីការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាននេះមានរយៈពេល2ថ្ងៃដើម្បីបំពេញចំណេះដឹងដល់មន្ត្រីរបស់ក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងអ្នកពាក់ព័ន្ធសរុបចំនួនជាង60នាក់មកពីខេត្តត្បូងឃ្មុំខេត្តក្រចេះនិងខេត្តស្ទឹងត្រែងបណ្ដាញកសិករខ្នាតតូចនិងភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយផលប៉ះពាល់ផលិតកម្មកសិកម្មក្រោយទឹកជំនន់ខណៈវិបត្តិនៃជំងឺ Covid-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យនេះរួចទៅហើយបណ្ដាញកសិករខ្នាតតូចនិងភាគីពាក់ព័ន្ធរួមមានតំណាងស្ថាប័នរដ្ឋសភារាជរដ្ឋាភិបាលដៃគូអភិវឌ្ឍវិស័យឯកជននិងសង្គមស៊ីវិលបានធ្វើការជួបជុំដើម្បីជជែកពិភាក្សាដែលអាចឈានទៅលើកកម្ពស់គុណភាពនិងសុវត្ថិភាពកសិផលរបស់កសិករខ្នាតតូចដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក៏ដូចជាជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធជាពិសេសយន្តការគាំទ្រកសិករខ្នាតតូចឆ្លើយតបផលប៉ះពាល់នៃ COVID-19 និងពង្រឹងកិច្ចសហការនិងភាពជាដៃគូដើម្បីគាំទ្រកសិករខ្នាតតូចលើការវិនិយោគវិស័យកសិកម្មនិងកសិធុរកិច្ចក្នុងស្ថានភាពនិងក្រោយការរីករាលដាលនៃជំងឺ COVID-19 ព្រមទាំងក្រោយទឹកជំនន់ថ្លែងក្នុងវេទិកាថ្នាក់ជាតិលើកទី9ស្ដីពីកសិករខ្នាតតូចក្នុងបរិបទ COVID-19 ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញលោកស្រីយ៉ាន់ស្រីយ៉ាតតំណាងកសិករស្ត្រីឆ្នើមលើកឡើងថាក្រុមកសិករមួយចំនួនផលិតកំពុងខ្វះដើមទុនសម្រាប់យកទៅវិនិយោគផលិតកម្មដាំដុះនិងកែច្នៃដើម្បីឆ្លើយតបតាមតម្រូវការក្នុងស្រុកនិងទីផ្សារនាំចេញស្របពេលដែលស្ថានភាព COVID-19 និងទឹកជំនន់កំពុងយាយីដល់ច្រវាក់ផលិតកម្មទាំងបរិមាណការផ្គត់ផ្គង់គុណភាពនិងការវេចខ្ចប់តាមស្តង់ដារសុវត្ថិភាពអនាម័យបើតាមការបញ្ជាក់របស់លោកអុកញ៉ាសុងសារ៉នប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថាការនាំទំនិញកសិកម្មពីកម្ពុជាមួយចំនួនមានការធ្លាក់ចុះបន្ទាប់ពីផលិតកម្មកែច្នៃខ្វះដើមទុនក្នុងអំឡុងពេលជួបវិបត្តិជំងឺ COVID-19 លោកថាក្នុងគ្រោះទឹកជំនន់នេះនឹងធ្វើឲ្យផលិតកម្មដាំដុះនិងកែច្នៃផលិតផលប៉ះពាល់បន្ថែមទៀតប្រសិនជាគ្មានការដោះស្រាយទាន់ពេលវេលាលោកបញ្ជាក់ថាកសិករខ្នាតតូចឬមានដីដាំដុះតិចតួចត្រូវការទាំងដើមទុនប្រភពទឹកនិងច្រវាក់តម្លៃដើម្បីអនុវត្តការដាំដុះនិងកែច្នៃផលិតផលកសិកម្មរបស់ខ្លួនឲ្យស្របតាមតម្រូវការទីផ្សារពោលគឺតាមតម្រូវការអ្នកបញ្ជាទិញឆ្លើយតបនឹងបញ្ហានេះឯកឧត្តមកៅថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍជនបទនិងកសិកម្មបានឲ្យដឹងថាធនាគារនេះបានទម្លាក់អត្រាការប្រាក់មកត្រឹម 0.42% ក្នុងមួយខែដើម្បីឲ្យកសិករមានលទ្ធភាពខ្ចីនិងបង្វិលដើមទុនដើម្បីស្រោចស្រង់ឡើងវិញនៅច្រវាក់ផលិតកសិកម្មដែលរងផលប៉ះពាល់ដោយទឹកជំនន់គណៈក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រៀមពូជស្រូវដាំដុះក្នុងរយៈពេលខ្លីចំនួន 1,800 តោននិងពូជបន្លែប្រមាណជា16តោនដើម្បីចែកដល់ប្រជាពលរដ្ឋធ្វើការស្ដារឡើងវិញនៅដំណាំស្រូវក្រោយទឹកជំនន់ពេលបច្ចុប្បន្ននៅកម្ពុជាមានសហគមន៍កសិកម្មចំនួន165បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
ដែលក្នុងចំណោមនេះមានសហគមន៍ផលិតបន្លែចំនួន259សហគមន៍សហគមន៍នេសាទចំនួន516សហគមន៍និងសហគមន៍ព្រៃឈើចំនួន636សហគមន៍ក្រសួងកិច្ចការនារីបន្តជួយដល់ស្ត្រីដែលមានបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលមានវិបត្តិ COVID-19 ដើម្បីដោះស្រាយបញ្ហាវិវាទក្នុងវិបត្តិគ្រួសារសូមស្ដាប់នាយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍លោកស្រីសស៊ីណែតអគ្គនាយិការរងនៃក្រសួងកិច្ចការនារីបានប្រាប់វិទ្យុជាតិកម្ពុជាថាទោះបីជាជំងឺ COVID-19 បាននឹងកំពុងឆ្លងរីករាលដាលជាសកលពិសេសនៅក្នុងប្រទេសកម្ពុជាគួរឲ្យព្រួយបារម្ភដែលមនុស្សគ្រប់វ័យត្រូវតែមានវិធានការការពារឲ្យខានតែបាននោះពិសេសបញ្ហានេះបានប្រឈមខ្លាំងនៅលើស្ត្រីកំពុងមានវិបត្តិផ្លូវចិត្តតែម្ដងលោកស្រីបន្តថាបញ្ហាផ្លូវចិត្តនេះគឺភាគច្រើនកំពុងកើតមានទៅលើស្ត្រីមេផ្ទះស្ត្រីទទួលបន្ទុកកិច្ចការផ្សេងៗទៀតក្នុងបន្ទុកគ្រួសារដែលទាំងនេះគឺជាបញ្ហាងាយប្រឈមខ្លាំងចំពោះការឆ្លងខ្លាំងជំងឺ COVID-19 ដែលតម្រូវឲ្យយើងត្រូវរួមគ្នាបន្តជួយការពារជំងឺផ្លូវចិត្តរបស់ស្ត្រីផងដែរលោកស្រីបានបន្តទៀតថាក្នុងអំឡុង COVID-19 នេះទោះបីក្រសួងកិច្ចការនារីមិនបានចុះទៅតាមមូលដ្ឋានក្នុងការជួបជុំគ្នាច្រើនប៉ុន្តែក្រសួងមានមធ្យោបាយថ្មីតាមបរិបទការងារតាមប្រព័ន្ធអនឡាញសម្រាប់បង្រៀនទៅដល់អ្នកផ្ដល់សេវាទាំងអស់រៀនពីរបៀបធ្វើការឆ្លើយតបពីចម្ងាយសម្រាប់ជួយដល់ជនរងគ្រោះដូចជាស្ត្រីនិងកុមារីដែលគាត់រងគ្រោះដោយសារផលប៉ះពាល់នៃអំពើហិង្សាក្នុងអំឡុងវិបត្តិ COVID-19 នេះសម្រាប់ក្រសួងកិច្ចការនារីក្នុងកំឡុងពេល COVID នេះយើងគិតខ្លាំងមែនទែនតាក់ទងជាមួយនឹងក្រមស្ត្រីដែលងាយរងគ្រោះហើយនឹងក្រមរងគ្រោះអញ្ចឹងហើយបានជាយើងគិតថានៅពេលដែលគាត់ទទួលរងអំពើហិង្សានិងផលប៉ះពាល់ពី19នេះបានក្រសួងកិច្ចការនារីគិតថាតើយើងគួរធ្វើយ៉ាងម៉េចដើម្បីផ្ដល់ឱកាសនិងផ្ដល់ជំនួយទៅដល់ជនរងគ្រោះរយៈក្រោមការគ្រប់គ្រងរបស់ក្រោមការគ្រប់គ្រងរបស់អង្គការដៃគូពាក់ព័ន្ធដូចជា ASES UNFPA UN UNICEF ឬនឹងយើងបានរៀបចំគេហៅថាការផ្សព្វផ្សាយលេខទូរស័ព្ទឬក៏តាក់ទងជាមួយនឹងខិត្តប័ណ្ណអីផ្សេងទៀតដើម្បីចែកជូនទៅដល់សហគមន៍ឲ្យលោកដឹងថានៅពេលដែលមានករណីកើតឡើងឬក៏វិវាទនៅក្នុងគ្រួសារអីសូមទំនាក់ទំនងមកលេខទូរស័ព្ទទៅតាមបណ្ដាខេត្តហើយនឹងលេខទូរស័ព្ទនៅក្នុងក្រសួងកិច្ចការនារីអញ្ចឹងនេះគឺជាឱកាសមួយសម្រាប់ភាសាជាប់ទំនាក់ទំនងរវាងអ្នកផ្ដល់សេវាក៏ដូចជាអ្នកទទួលរងគ្រោះក្នុងការធ្វើម៉េចយើងទំនាក់ទំនងគ្នាតាមប្រព័ន្ធអនឡាញដើម្បីងាយស្រួលក្នុងការជួយទៅដល់ពួកគាត់សូមបញ្ជាក់ថាក្នុងវិបត្តិជំងឺ COVID-19 មិនត្រឹមតែធ្វើឲ្យមនុស្សទូទៅទទួលរងនូវផលប៉ះពាល់ទាំងផ្នែកផ្លូវចិត្តនោះទេប៉ុន្តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចសង្គមជាតិផងដែរខ្ញុំបាទអឹមភិរៈនារីរតនៈវិទ្យុជាតិកម្ពុជាលោកអ្នកនាងកំពុងស្ដាប់វិទ្យុជាតិកម្ពុជា AM 918 kHz និងវិទ្យុវត្តភ្នំ FM 105.70 MHz តទៅនេះសូមជូនព័ត៌មានអន្តរជាតិលោក Suga Yoshihide នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសឲ្យដឹងថាប្រទេសជប៉ុននឹងផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបចំនួន 50,000 លានយេនដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី21ខែតុលាឆ្នាំ2020ការផ្ដល់ជូននេះត្រូវបានធ្វើឡើងអំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅឯវិមានប្រធានាធិបតីនៅ Bogor ក្បែរទីក្រុង Jakarta ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបនឹងក្លាយជាផ្នែកមួយនៃវិធានការរបស់ប្រទេសឥណ្ឌូនេស៊ីដើម្បីប្រើប្រាស់ក្នុងករណីគ្រោះមហន្តរាយធម្មជាតិនានាបន្ថែមពីលើប្រាក់កម្ចីប្រហែលជា 32,000 លានយេនដែលជប៉ុនបានផ្ដល់ឲ្យកាលពីខែកុម្ភៈកន្លងទៅកម្ចីខាងលើត្រូវបានផ្ដល់ឲ្យដើម្បីជួយជ្រោមជ្រែងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺ COVID-19 នៅក្នុងតំបន់ដោយមានករណីឆ្លងសរុបច្រើនជាង 360,000 ករណីក្នុងនោះមនុស្សច្រើនជាង 12,000 នាក់ទៅហើយបានស្លាប់ព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅពេលនេះចាប់តែប៉ុណ្ណេះ